ស្ដីមកបងប្អូនអរគ្នាថ្ងៃនេះជាលើកទី2ហើយថ្ងៃនេះថ្ងៃទី9ខែ4ឆ្នាំ2026កាលមុនខ្ញុំធ្លាប់មកកំឡុងចុងឆ្នាំ2019មកម្ដងឥឡូវនេះបានមកលើកទី2អញ្ចឹងខ្ញុំនឹងបដិយោទេសភាពនៅលើប្រាសាទជ័យយួនបងប្អូនទស្សនាតោះអញ្ចឹងទស្សនាជាមួយខ្ញុំទាំងគ្នាអាកាសធាតុថ្ងៃនេះរៀងក្តៅមិនក្តៅល្មមទេគឺក្តៅមែនតើអាកាសធាតុឡើងដល់41 42ដែរក្តៅខ្លាំងនេះផ្លូវដើរបាទរើលងកតិចទីអស់បាទវាមានអាត្នេះដល់មិញវាអានេះក្លែងត្នេះឈើតែមែនត្នេះឈើវានៅក្នុងនេះហើយចាដល់នោះចាំខ្ញុំបញ្យល់រឿងឈើដែលពីបុរាណនៅសល់ស្រះក្នុងនេះទាំងអស់វាមាន6មកចង្ហៀងនេះមាន3នោះខាងនោះមាន3ដែរតែម៉ែកំពុងអញ្ជើញដើរនេះត្រូវចំផ្លោះក្តាល់ហ្នឹងចាហ្នឹងបើគិតជារៀបនេះដែលរៀបប៉ុណ្ណឹងបានឆ្នាំហើយបងបើរៀបនេះច្រើនឆ្នាំដែរបងរយៈពេលអត់ទេដែលខ្ញុំរៀបនេះខ្ញុំរៀបតែ3ឆ្នាំនេះកំពូលបាទនោះនៅកំពូលមែននោះអាខាងនោះចាបាទតែកំពូលព្រំអានេះដែលម៉ែអញ្ជើញដល់នេះនៅលើប្រាសាទនេះបាទនោះជ្រៅបាទប្រាសាទនេះខូចខាតដោយសារមនុស្សដែលភាគច្រើនគឺដើមឈើនេះដែរមែនអាដើមឈើនេះដុះចាប់បោបាទជ្រែកថ្មបាទមនុស្សរើមកផ្នែកដែរអានេះទៅផ្លូវមួយគេរើពីនោះមកបានថ្មនេះដល់នេះអត់ទេខ្ញុំនេះនៅខាងជួសជុលនេះមែនបាទខាងជួសជុលប្រាសាទទេបើមានលក់ជំទាវដែលគាត់មានលុយមកគាត់មករៀបចំមកធ្វើក៏ពួកខ្ញុំនេះជួសជុលបាទនេះអាទៅនេះផ្លូវមួយដែរមែននេះផ្លូវមួយបានចូលមកដល់អានេះផ្លូវនេះបាទហៅផែនេះកន្លែងដែលខ្ញុំជួសជុលដែលរួចហើយនេះបាទនេះរួចហើយដោយម៉ែថាឈើនោះពីដើមគេដាក់ឈើចឹងហ្នឹងអូគេដាក់ឈើបាទឈើខ្វែងវាទប់ប្រាសាទបាទនេះកំពូលនេះដែលពួកខ្ញុំធ្វើកាលហើយឈើនេះឈើបុរាណអានេះអត់ទេឈើបុរាណទេបុរាណឈើគាត់ពីដើមគាត់ហៅឈើស្ត្រាវដល់នេះទៅវាពុកលួយអស់ទៅយើងដាក់ថ្មីបាទត្រង់ទេវាអង្ការដែលធ្វើនេះបាក់បែកដូចគ្នាចឹងនេះរូបព្រំមួយដែរមែនបាទរូបត្រង់ទេវាចឹងកំពូលនេះដែលពួកខ្ញុំធ្វើដែលថាបានកំពូលមាសត្រៃសូចានេះប៉មនេះ7គីឡូ4ខំវាអត់មានមាសសុទ្ធទេគឺតែមាសស្របបន្តិចបាទបើក្នុងវាអាចមានលង្ហិនមានចិត្តខៀវបាទបើអ្នកមិនឃើញចេះតែថាមាសបាទអត់មានទេដល់មិញទៅថ្មបឹបទាំងអស់នេះទៅយើងដកចេញនេះដែលខ្ញុំចាប់ដើមរៀបពីអាក្បាលសនេះទៅនេះចាដល់មិនម៉ែថាប្លោះអីអាប្លោះនេះគេថាប្លោះថ្មគឺប្លោះឈើនេះដល់មិនវាមានផ្ដានមែននេះមានផ្ដានដូចប្រទេសយើងចឹងគេមានបាទមានផ្ដានក្តារឈើទាំងអស់បាទវាមានផ្ដានមកវាអត់មានមើលទៅឃើញទៅលើចេះទេវាបិទជិតដូចបាទបិទជិតផ្ដានទាំងអស់តែប្លោះទ្វារចឹងក៏មានទ្វារបិទដែរហើយធ្វើម៉េចរើអត់ធ្វើម៉េចអានេះដែលយើងរើចាប់នទីដកថ្មឡានស្ទូចនៅខាងនេះស្ទូចចេញបាទយើងស្ទូចចេញយើងទៅប្រគុំខាងក្រៅដល់រួចបានយើងយកមកប្រគុំចូលវិញបាទណាដែលវាបាត់ទៅយើងដាក់ថ្មថ្មីទៅនេះថ្មថ្មីច្រើនសិតថ្មថ្មីនេះដូចកលាក់ចេះបាទអាកលាក់នេះកលាក់ឈើស៊ុំទ្វារបាទស៊ុំទ្វារវាដល់មិញពីអាដំបូលនេះមកដំបូលនេះវាដល់ហ្នឹងអញ្ចឹងហើយដោយសារវាដាច់ទៅនេះមកកណាត់អស់ដល់មិញដូចអាកលែងនោះហើយបាត់ប្រសានឧទ្ទិសតែបាទបាទត្រូវឧទ្ទិសបូជាទេអត់មានអ្នកណានៅមានណាទៅបាក់ដកព្រះអង្គកូនព្រះបាទជ័យម៉ាន់ទី7បាទឈ្មោះគាត់សរិនទ្រកុមារ
bà cùng cái rứa bà việc bạn nụ trong tre mà cái pool về đấy bà cái rứa thổ rán đôi che chén sao ta nam bị cạp đó mền khơi cả bà cái bên nén cái cạp vô ở linh cái thà khai miền pịch miền nụ nông đó tam pít bắt miền thế cứ tranh bộ cái ôi dừng cặp mưa đó khôi trò lọt đi rồi bà chết sẽ được khơi đập vô ta nói có cái pool mùi đây mày này ta này đây cái pool cắt tôm plau này mùi rồi xa là trâu ní cái đọt mò ní việc kia đọt bạt bờ cùng cái đứa bắt sát ní việc món rồi thế nó bụp hông ỏng này cái đọt chanh mò chanh một cào thế mà chú cắt đây cũng ta đôi nhung tha địa pe lúa rồi xa mò về clear bị chừng ngay bị kia hơi về dừng bạ rố bạt đôi giờ là chấm niên na mày ăn rô mò này khơi bà anh ấy cứ tụi nó cái hao tụi nó bờ cái dừng đặt mò tụi nó cái thưa thuê phải chột thuê ăn bờ bàn này cần đã thưa thuê phải chột thưa một thuê đấy bà tụi nó cái đọ vô ở đây mà chua tụi nó cái đọ mò ní cái đọ vô chấm lặng rụp trái sâm nằm ở tụi này cái đọ mò nằm tụi này đọ mò nó tiền tôi mơ khăng nó tiền khăng nó pre loke sbara bà để là bay thả đầy trơn mày bà mưa ong không muốn tích đâu mấy trông tre bên nô chơi mày nô cầm pool vậy bà ní sa ní bị đâm trâu nữa mày đôi sa việc đây hồ ní hồ bà anh ấy đây dừng thà ban thà nô tập sản để má đôi sa dừng việc những cái thay vô tranh tìm chơi chma đó nhưng sẽ một đạn lục sản chơi chma bà bị trâu bị to chụp nên môn chừng ảnh bà nô sạm tì phồng pin du á ong bật cái này bật tầng pi này bạn ngàyនេះបានបងតែជាគាត់អ្នករៀបចំជួសជុលប្រាសាទគាត់បានបរិយាយលម្អិតឲ្យស្គាល់ប្រាសាទបានច្រើនគួរសមដែលកន្លងមកខ្ញុំពីមុនខ្ញុំអត់ដែលបានដឹងទេគាត់មកលេងអញ្ចឹងណាតែថ្ងៃនេះអីគាត់បានបរិយាយច្រើនបាទយើងលេងគ្នាយើងស្បានណាថ្មនេះយកទៅវិញដាក់ច្បល់លេងគ្នានេះដែលយើងមើលចឹងទៅពណ៌ខុសៗគ្នាទាំងអស់បាទតែបង្គំស្លែនេះស្លែ ថ្មអានេះវាចាញ់ពើខ្មៅមួយវិញនេះដោយត្រូវស្លែ ចាត្រូវស្លែតែយ៉ាងណាក៏នៅបាទវាស៊ូមិនបាននឹងកម្ដៅស៊ូមិនបាននឹងត្រូវភ្លៀងត្រូវថ្ងៃរឹបតែប៉ុនឆ្នាំមួយបាទនេះមានអាពើចេះខុសគ្នាទៀតអូបាទពើខុសគ្នាក៏ដូចគាត់ប្រកែឆ្លាក់ណាបាទមើលតាំងពីនោះមកមិនតិចបើសិនបើចម្លាក់បាទកាលណាប្រាសាទនេះគេរៀបដល់រួចបានគេឆ្លាក់រូបអូរៀបឲ្យមិនឆ្លាក់ក្រោយបើយើងឆ្លាក់ចេះយកទៅដាក់អត់រៀបរួចដាក់ប្រុសអត់ស៊ីគ្នាទេតែเราก็រៀបដូចយើងតាមក្រោយបាទតាមគេគូវាមកដាក់តាមក្រោយអូចឹងសោះណាបាទពេលម៉ូតមានម៉ូតខ្សែកនម៉ូតខ្សែកននេះអាដែលគេដែលគេដល់ជីគេហៅកខុបអាគេសក់ថ្ងៃគេពាក់ធ្វើកម្មទៅតាមកបាទនេះរូបនេះគេដាក់តាមខ្មោចដែរណារបស់នេះពេលគាត់ស្លាប់ទៅគេដាក់ទាំងអស់ហ្នឹងគេជីយោបានគេហៅឡតហៅកម្មបាទសក់ថ្លៃណា2ម៉ែត្រថ្លៃណារោមបានទេ